កណាសូមអធិស្ឋានសួរបដិជគុណមួយតកតងទៅនឹងការចម្រើនសមថៈនិងវិបស្សនាប៉ុន្តែកណាគឺជាវិបស្សនាយានិកចាមានន័យថាដើរលើមានគេស្តបឋានណាកណាយកវេទនានឹងជាគោលទៅពេលកណាអង្គុយទៅពេលចិត្តយើងនឹងវាស្រួចហើយវេទនានឹងរៀងជ្រៅកណាឃើញរូបទី1រូបដូចបង្វេលឆ្នាំងអញ្ចឹងប៉ុន្តែវាជាសរសៃមួយដែលស្ដាងហើយប៉ុន្តែមុននឹងឃើញរូបទី1ហ្នឹងឃើញរូបទី2មុនដូចសរសៃសក់អញ្ចឹងណាចាដូចជារលកហ្វ្រេកកង់ឬក៏សរសៃសក់អញ្ចឹងប៉ុន្តែរូបទី1ហ្នឹងគឺឃើញញឹកជាងគេតមកទៀតរូបមាន4ប្រអប់ហើយក្នុងមួយប្រអប់ហ្នឹងមានដូចជាពុះចេញជាប្រមាណចំណែកទៀតចាឃើញដូចជាឃើញត្រង់ទ្រាយនឹងមានរង្វង់2ហ្នឹងកណាឃើញមកកញ្ចប់រង្វង់ទី1ហ្នឹងយើងមានពលឺស្អាតណារង្វង់ទី2អត់មានពលឺទេប៉ុន្តែមួយថ្ងៃមុនកណាឃើញភាកល្អិតដែលវាល្អិតហើយមានពលឺដូចត្បូងពេជ្រចឹងតែវាល្អិតមែនតើទូចខ្លាំងមែនស្រ័យប្រជាជនអាចជួយបកស្រាយអំពីសភាវៈធម៌ដែលកណាឃើញត្រេះរិះទៅនៅក្នុងញាណហ្នឹងគឺកណាដឹងថានឹងគឺជាកលបៈរបស់រូបអូសាធុហ្នឹងកលាបៈដែលញោមនិយាយហ្នឹងត្រូវហើយញោមពោហ្នឹងដែលកន្លងមកសិស្សវិបស្សនាដែលគាត់បានរៀនជាមួយលោកគ្រូសននគនកាតាមវិធីវេទនាហ្នឹងពោប៉ុន្តែដោយសារគាត់ខ្សោយព្រះអភិធម្មទើបគាត់មិនអាចយល់អំពីរូបបរមត្តហ្នឹងតែក៏ពិតអាហ្នឹងពួកកលាបៈពួករូបហ្នឹងឯងពោតែក៏ពិតអ្វីដែលញោមឃើញសុទ្ធតែជារូបបើញោមសង្កល់វាថាជាវេទនាហ្នឹងយើងវាអាចឈានដល់ការផន់ច្រឡំរូបនឹងនាមពោហេតុនេះហើយអ្នកដែលចេះបរិយ័តពេលដែលគេដឹងយើងនិយាយមកគេដឹងថាយើងនិយាយខុសហើយគេក៏អត់ជឿផ្លូវរបស់យើងណាពោតែការពិតផ្លូវរបស់គ្រូក៏អនការបង្រៀនវេទនាហ្នឹងអត់ខុសទេពោដោយសារមកពីយើងបញ្យល់គេបានដោយសារយើងខ្សោយព្រះអភិធម្មពោអញ្ចឹងញោមចេះអភិធម្មអញ្ចឹងញោមងាយយល់បានពោខ្ញុំចាំដឹងច្បាស់ថាពួកកាយដែលយើងឃើញដបងរឹងក្តៅត្រជាក់តឹងញ័រកម្រើកលើកាយដែលយើងជួបពេលយើងកំពុងចរន្តវេទនាហ្នឹងនៅក្នុងហ្នឹងវាមានរូបវាមានវេទនាវាលីគ្នាប៉ុន្តែយើងមានវេទនាជាអារម្មណ៍យើងជាវិបស្សនាបែបវេទនាពោស្ថិតឋានបែបវេទនាពោនៅក្នុងពេលដែលម្លងពេលដែលយើងកំពុងឃើញពួកកលាបៈទាំងអស់ហ្នឹងបើយើងមានវេទនាជាអារម្មណ៍យើងមកពិនិត្យមើលការសោយអារម្មណ៍ជាវេទនាវិញជាអតុក្ខមសុខវេទនាវិញអញ្ចឹងត្រឡប់មកមើលវិបស្សនាបែបវេទនាវិញយើងដឹងវាចោលញោមចោលរូបទើបបញ្ញារបស់ញោមមានវេទនាជាអារម្មណ៍រហូតដល់ញោមមិនលុតភាំងកញ្ញាក្នុងវេទនាពោអាហ្នឹងបានយើងជាច្បាស់នៅក្នុងដំណាក់កាលបញ្ចូលសោតាបានដោយសារយើងឆ្លងផុតឧបកលេសដោយអំណាចភាំងកញ្ញានិងឧត្តយបញ្ញានុបស្សនាញាណហ្នឹងពោយើងស្គាល់ផ្លូវច្បាស់ថាយើងបានឆ្លងផុតឧបកលេសហើយបើញោមចាត់ញោមនៅវល់ជាមួយនឹងរូបពួកសខមរូបពួកឧបាទារូបទាំងអស់ហ្នឹងញោមនឹងយឺតយ៉ាវនៅក្នុងការរៀនវេទនាពោញោមឃើញញោមកំណត់ដឹងថានេះគាត់ណាជាប្រភេទពួករូបធម៌ម្យ៉ាងហើយយើងមិនបានពិចារណាវាច្រើនណាពោញោមកាន់តែពិចារណាវាកាន់តែចេញឲ្យញោមជ្រៅទៅតែវាអស់ត្រឹមអាក្របកលាបៈមូលភ្លឺនឹងឯងពោវាអស់ត្រឹមប៉ុណ្្នឹងឯងពោប៉ុន្តែពុទ្ធលោកសម្ដែងថាក្នុងអាហ្នឹងវាមានអវិនិភោគរូប8ទៀតក្នុងអាហ្នឹងពុទ្ធលោកមើលឃើញប៉ុន្តែច្រើនចិត្តវិមុតនិងបញ្ញាវិមុតយើងក្តីអ្នកដែលរៀនតាមបស្សនាសុទ្ធឬក៏មានសមថៈជាបានក្តីគឺពួកលោកអាចឃើញត្រឹមក្របកលាបៈកាលុតហ្នឹងតែក្នុងហ្នឹងមួយអ្នកខ្លះមានបញ្ញាខ្ពស់ខ្លាំងតែអាត្មាអត់តាន់ជួបពោអ្នកដែលមានបញ្ញាខ្ពស់អាចឃើញរូប8ក្នុងហ្នឹងទៀតប៉ុន្តែយើងដឹងតាមព្រះអង្គឯងប៉ុន្តែយើងកន្លងមកឆ្លងកាត់មកដល់ឃើញទេពោឃើញត្រឹមតែចុងក្រោយដែលញោមឃើញហ្នឹងឯងអស់ហើយអស់ត្រឹមប៉ុណ្្នឹងឯងពោរូបពួកឧបាទារូបហ្នឹងពោហើយនឹងមហាភូតដែលវានៅជាមួយគ្នាហ្នឹងពោចម្រើនពោអញ្ចឹងអ្វីដែលញោមឃើញកលាបៈហ្នឹងវាទាំងមហាភូតរូបទាំងឧបាទារូបពោអាហ្នឹងដែលហៅថាក្របកលាបៈដែលល្អិតដែលព្រះអង្គសម្ដែងថាការលុតមកផ្ទាត់មករៀមដៃរាប់សែនគណៈចិត្តរាប់សែនគណៈការលុតហ្នឹងឯងដែលពុទ្ធសម្ដែងក្នុងព្រះអភិធម្មនេះយើងឃើញដោយបស្សនាគឺឃើញដូចគ្នាសិស្សបស្សនាដែលអាត្មាបង្រៀនហ្នឹងសពថ្ងៃហ្នឹងក៏មានឃើញដូចច្រើនដែរពោ
ពីថាធម៌មួយម៉ាត់ហ្នឹងអ្វីដែលញោមយល់នឹងត្រូវអត់ខុសទេពោដែលហៅថាសัตว์ហ្នឹងគឺមានតែធម៌ឬធម្មៈហ្នឹងទេពោធម្មៈហ្នឹងដែលយើងសង្ខេបពោដែលយើងសង្ខេបមកបើយើងរៀនព្រះអភិធម្មវាច្រើនតែបើយើងសង្ខេបមកធម៌ហ្នឹងលោកសង្ខេបឲ្យពីរពោគឺរូបធម៌និងនាមធម៌យើងខ្ញុំចាំកន្លែងហ្នឹងពោណាសាធុចឹងពេលដែលញោមថាឃើញធម៌ហ្នឹងញោមចាប់ផ្ដើមរៀនវេទនាចឹងញោមចែកទៅពោពុទ្ធសំដែងថារូបធម៌ហ្នឹងបានដល់ប្រភេទពួកទឹកដីភ្លើងខ្យល់ចាំបានណាញោមពោទឹកដីភ្លើងខ្យល់ហ្នឹងគឺជារូបហើយនឹងរូបផ្សេងទៀតមាន24រូបហ្នឹងវាអាស្រ័យទឹកដីភ្លើងខ្យល់ហ្នឹងអាហ្នឹងក៏ជារូបធម៌ខ្ញុំចាប់បានណាពោអញ្ចឹងរាងកាយរបស់ញោមទាំងអស់ពីចុងសក់ដែលញោមរាប់ថាសក់រោមកញ្ចក់ធ្មេញស្បែកមុខមាត់ដៃជើងញោមរហូតទៅដល់ពោះវៀនថ្លើមបេះដូងខ្លាញ់ខាប់ខ្លាញ់រាវទឹកម៉ូតលិមួករហូតពីចុងសក់រហូតដល់ចុងជើងដែលញោមសម្លឹងពីលើចុះក្រោមហ្នឹងទាំងអស់ហ្នឹងលោកហៅថារូបខ្ញុំចាប់បានណាញោមពោនឹងលោកសម្ដែងតាមព្រះអភិធម្មពោចឹងរួមសេចក្តីមកគឺរូបរាងកាយញោមទាំងអស់ពីលើចុងសក់ដល់ចុងជើងទាំងអស់ហ្នឹងព្រះពុទ្ធឲ្យឈ្មោះថារូបធម៌ពោក្នុងរូបធម៌ហ្នឹងវាមានភាពសុខហើយនឹងទុក្ខហើយនឹងមិនសុខមិនទុក្ខនៅក្នុងហ្នឹងព្រោះអីពធនិងនាមធម៌ហ្នឹងវាស្រ័យគ្នាពោពេលដែលរូបធម៌វាមានប្រកបនៅក្នុងខណ្ឌបញ្ចកៈនេះដែលយើងសន្មត់ថាខ្លួនយើងនេះពេលនោះនាមធម៌មានដែរពោនាមធម៌ហ្នឹងបានដល់ចិត្តនិងវេទនាឯចិត្តការដឹងចិត្តប្រាថ្នាចិត្តស្រឡាញ់ចិត្តស្អប់ចិត្តនៅកណ្ដាលចិត្តដែលដឹងរូបនឹងធ្វើការដឹងរូបនឹងដើរដឹងរូបនឹងអង្គុយដឹងរូបនឹងញ៉ាំបាយទំពាលេបហ្នឹងអាហ្នឹងជានាមធម៌ហើយនាមធម៌មួយទៀតគឺសុខទុក្ខនិងមិនសុខមិនទុក្ខដែលញោមពោថាញោមឃើញវេទនាហ្នឹងពោវេទនាហ្នឹងគឺជានាមធម៌ហើយពោចឹងរូបធម៌នាមធម៌មានចាំថាដែលញោមឲ្យឈ្មោះថាវេទនាហ្នឹងជានាមធម៌ដែលញោមឲ្យឈ្មោះថាខ្ញុំដឹងវេទនាខ្ញុំដឹងហ្នឹងខ្ញុំហ្នឹងញោមសំដៅលើនាមធម៌គឺចិត្តពោមិនមែនញោមទេតែពុទ្ធសម្ដែងថាក្នុងរាងកាយយើងមានតែរូបនិងនាមមិនមានសត្វអញ្ចឹងដែលយើងសន្និដ្ឋានថាខ្ញុំដឹងហ្នឹងអាចិត្តហ្នឹងគឺជានាមធម៌ឯវេទនាចិត្តវាកំពុងសម្លឹងវេទនាហ្នឹងពេលហ្នឹងចិត្តហ្នឹងកំពុងតាមដឹងវេទនានុបស្សនាសតិប្បដ្ឋានហ្នឹងជាសតិប្បដ្ឋានហើយពោញោមរៀនត្រូវហាត់ខុសទេពោអញ្ចឹងញោមរៀនសង្ខេបជាមួយនឹងសតិប្បដ្ឋានហ្នឹងឈ្មោះថាញោមកំពុងតែពិនិត្យដឹងដែលឲ្យឈ្មោះថាញោមពិនិត្យដឹងហ្នឹងគឺបានន័យថានាមធម៌វាកំពុងដឹងនាមធម៌ចិត្តជានាមធម៌វាកំពុងដឹងវេទនាដែលជានាមធម៌ខ្ញុំចាប់បានទេពោក្រោយមកពេលដែលញោមសម្លឹងមើលវេទនាពីលើចុះក្រោមមកបានន័យថាមិនញោមទេហ្នឹងញោមហ្នឹងគាត់តែយើងហៅតាមបញ្ញត្តិក៏ពិតចិត្តហ្នឹងនិងសតិវារួមគ្នាពោវាកើតរួមគ្នាហើយវាតាមដឹងចិត្តនិងសតិហ្នឹងវិញ្ញាណហ្នឹងវាតាមដឹងភាពឈឺភាពសុខស្រួលនិងភាពមិនឈឺមិនសុខរបស់វេទនាហ្នឹងកាលណាដែលញោមតាមដឹងហ្នឹងទើបឲ្យឈ្មោះថាញោមចម្រើនវេទនានុបស្សនាសតិប្បដ្ឋានពោមកគិតថាញោមចាប់បានហើយប៉ុណ្ណឹងមកសង្ខេបញោមណាពោភ័យត្រង់ដង្ហើមចេញចូលហ្នឹងអូចម្រើនពោញោមពេលដែលអាត្មាបានស្ដាប់សំឡេងញោមមួយនេះអាចព្យាបានថាញោមបានពេលដែលញោមចម្រើនវេទនាស្តិកំណត់ដឹងនៅវេទនាញោមបានឃើញសភាពអាកាសដំបូងគឺញោមបានឃើញតិចបន្ទាប់មកក៏ពន្លឺហើយក៏រលត់នៅរូបវាទៅជាលំហអញ្ចឹងចំណុចទាំង4គឺទី1តិចទី2ពន្លឺទី3បាត់រូបទីដែលជាលំហអាកាសហើយនឹងទី4គឺញោមទៅដល់លក្ខណៈដង្ហើមល្អិតពោនឹងសេចក្តីហ្នឹងអាត្មាចាប់បានប៉ុណ្ណឹងពោអញ្ចឹងញោមដូចមកបញ្ជាក់ខាងលើញោមស្ដាប់ខាងលើហើយញោមយល់ហើយពោគឺតកតងញោមចរានិបស្សនាហ្នឹងសតិដឹងនៅក្នុងវេទនាហ្នឹងត្រូវហើយពោប៉ុន្តែអ្វីដែលញោមកំណត់ដឹងថាវេទនាហ្នឹងពីលើចុះក្រោមហ្នឹងពេលដែលញោមមានភាពតិចនៅក្នុងតិចហ្នឹងពុទ្ធសម្ដែងថាតិចហ្នឹងគឺជាធាតុភ្លើងពោមានធាតុទឹកធាតុដីធាតុភ្លើងធាតុខ្យល់អាហ្នឹងពុទ្ធហៅថារូបញោមពោពេលដែលញោមឃើញតិចហ្នឹងមិនមែនវេទនាទេពោតិចហ្នឹងគឺជារូបធម៌ញោមបានឃើញរូបធម៌វាប្រកបឡើង
រូបធម៌នឹងវាកើតឡើងហើយវាចម្រើនឡើងបន្តមកទៅរូបធម៌តិចនឹងក៏រលត់ទៅក៏ញោមបានឃើញពន្លឺនឹងក្នុងព្រះអភិធម្មពុទ្ធហៅថាវណ្ណរូបនឹងគឺរូបដែរពោអញ្ចឹងអាតិចនឹងក៏ជារូបធម៌អាពន្លឺនឹងក៏ជារូបធម៌ពេលដែលញោមបានឃើញរូបធម៌ពន្លឺនឹងវាចេញមកហើយពន្លឺនោះក៏វាចាប់ដើមភ្លឺហើយក៏លត់ទៅញោមក៏បាត់កាយទាំងមូលតែម្ដងបាត់កាយទាំងមូលនោះវាមានពីរប្រភេទញោមណាបើសិនជាញោមបាត់ទាំងអស់ញោមសល់តែមានវិញ្ញាណគឺចិត្តមួយដឹងទេពេលហ្នឹងញោមលុតរូបទាំងស្រុងហើយគឺញោមលុតរូបទាំងស្រុងគឺញោមសល់តែនាមមួយគឺដឹងគឺសល់វិញ្ញាណគឺចិត្តហ្នឹងពោកំពុងដឹងថារូបកាយរបស់អាត្មាអញលុតបាត់ហើយក៏ពិតពេលហ្នឹងរូបលុតតែញោមនៅនាមពោហើយបន្តមកទៀតស្រាប់តែញោមពិនិត្យមើលទៀតញោមក៏បានឃើញខ្យល់ដង្ហើមល្អិតនៅសល់មានពេលដែលដង្ហើមល្អិតហ្នឹងវានៅប្រកបមានចឹងបានន័យថារូបទាំងអស់ហ្នឹងវាលុតមិនតាន់អស់ទេវានៅមានពោប្រភេទវាយោធាតុធាតុខ្យល់ណាពោអញ្ចឹងអាតិចហ្នឹងគឺជាធាតុភ្លើងជារូបធម៌ឯពន្លឺហ្នឹងជាវណ្ណរូបហ្នឹងជារូបធម៌ដែរពោហ្នឹងជាឧបាទាយរូបពោជារូបធម៌ដែរឯលំហរូបដែលញោមបាត់ហ្នឹងពេលហ្នឹងរូបអត់មានហ្នឹងហើយញោមក៏បានដឹងថារូបវាលុតទៅពេលហ្នឹងញោមហើយញោមក៏បានដឹងថាមាននៅដង្ហើមពេលដែលញោមកំពុងបានដឹងថាមានដង្ហើមហ្នឹងញោមកំពុងគឺបានន័យថានៅវិញ្ញាណនឹងគឺនាមធម៌ពោនាមធម៌ហ្នឹងវាកំពុងតែដឹងថានៅមានដង្ហើមចឹងដង្ហើមហ្នឹងគឺរូបពេលហ្នឹងញោមកំពុងឃើញនាមរូបហើយពោចិត្តដែលកំពុងដឹងថាដង្ហើមមានចិត្តដឹងហ្នឹងគឺជានាមធម៌ឯដង្ហើមកំពុងមានហ្នឹងគឺជារូបធម៌ហ្នឹងហើយដែលបញ្ញាបែងចែកនេះរូបនេះនាមផ្លូវហ្នឹងអញ្ចឹងណាបងខ្ញុំច្បាស់កន្លែងហ្នឹងបានខ្ញុំអស់សង្ស័យថាយើងរៀនវិបស្សនាទៅអត់ឃើញខ្លួនយើងទេយើងឃើញតែរូបឯនឹងនាមទេវាអត់មានសត្វណាបងផ្លូវហ្នឹងហើយគេហៅពេលដែលខ្ញុំកំណត់ដឹងថានេះរូបនេះនាមហ្នឹងហើយគឺបញ្ញាឃើញរូបឯនឹងនាមអត់ឃើញសត្វអត់ឃើញបុគ្គលនឹងជាបញ្ញារបស់វិបស្សនាពោត្រូវហើយសាធុគ្រូសូមជូនពរឲ្យញោមសប្បុរសទាំងអស់គ្នាទាំងប្រុសទាំងស្រីពុទ្ធបរិស័ទអ្នកមានសេចក្តីចេតនាប្រាថ្នាមានដំណើរចិញ្ចាក់ទុកអំពីវត្តដាក់តាមផ្លូវកាយានុបស្សនាសតិប្បដ្ឋាននេះសូមឲ្យញាតិញោមបានឃើញច្បាស់នៅការកើតលត់របស់សង្ខារដែលអាចឆ្លងផុតរបស់ភូមិបានហើយបានឃើញច្បាស់នៅព្រះនិព្វានក្នុងការខាងមុខនៅក្នុងចិត្តនេះយ៉ាងប្រកបសាធុ